សួស្តីក៏ដូចជាជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទជេននឹងនេះគឺជាសកម្មភាពដែលយើងធ្វើការថតបទស៊ូលីផេងតាំងពីខែ5ហើយជាក់ស្ដែងនឹងឲ្យសួរថាឆ្ងល់ហេតុអីបានយូរម៉េះប្រសិនជាយើងនៅស្រាប់ហើយបច្ចុប្បន្ននេះក៏ដោយក៏យើងនៅតែមានបញ្ហាតាក់ទងជាមួយនឹងសង្គ្រាមជាមួយនឹងប្រទេសជិតខាងរបស់យើងចឹងធ្វើឲ្យមួយរយៈមុនខ្ញុំក៏បានស្ងាត់ក្នុងការធ្វើ content ហើយនឹងឲ្យក៏ជាប់ធ្វើការងារមួយចំនួនតាក់ទងជាមួយនឹងការបរិច្ចាគផ្សេងៗសម្រាប់កងទ័ពរបស់យើងនៅតាមព្រំដែនដែរហើយត្រឡប់មកមើលវីដេអូនេះវិញគឺបើក្បាលមកហ្នឹងគឺបានន័យថាយើងទៅ scout ទីតាំងជាក់ស្ដែងមុនដែលយើងថតបទរបស់ស៊ូលីផេងហ្នឹងបាត់គេលេះហើយពេលដែលយើង scout ហ្នឹងទីតាំងរបស់យើងហ្នឹងគឺនៅកំពង់ត្រាចហើយយើងឃើញមានភ្នំមានអីនេះគឺ AD ពីររបស់យើងចឹងបន្ទាប់ពី scout ហើយយើងក៏បន្តដំណើរទៅញ៉ាំបាយថ្ងៃហើយបន្ទាប់មកយើងក៏ត្រឡប់មកផ្ទះរបស់ស្រីវិញហើយភ្លៀងផងមិនផងគាត់ភ្ញាក់ហ្នឹងទៅសាប់ស្គរអញ្ចឹងយើងបន្តការនិយាយទៅភ្លៀងទៅអីអញ្ចឹងទៅប្រសិទ្ធស្រីយកនៅពេលនេះយើងក៏ចាំរហូតដល់ភ្លៀងរាំងក៏យើងបន្តការងាររបស់យើងនឹងឲ្យបងឌីចៅទូបងឌីដែលគាត់ជាអ្នកបាន check up ជាមួយនឹង location ហើយបន្ទាប់មកយើងនឹងឲ្យអរគុណទៅអ៊ំប្រុសអ៊ំស្រីមែនតើដែលគាត់កក់ក្ដៅជាមួយពួកយើងគាត់ឲ្យកន្លែងព្រីងមកពួកយើងម្នាក់បន្ថែមទៀតហើយបន្ទាប់មកយើងមកដល់កន្លែងឡាអាងភ្នំដែលជាកន្លែងដែលឡាអាងល្បីសម្រាប់ភ្ញៀវទេសចរដែរគេមកមុជទឹកមុជអីចឹងហើយខែភ្លៀងដឹងស្រាប់ហើយវាមានដក់ទឹកអញ្ចឹងយើងអាចមុជទឹកបានហើយក៏ and action Thank you ហ្នឹងយើងចាំយើងលៃលោកតាមហ្នឹងតែបើសិនជា return អូខេអញ្ចឹងពេលដែលយើងបន្ទាប់ពី scout ហើយយើងក៏មកប្រជុំជាមួយនឹងបងដែលនេះគឺជាក្រុមការងាររបស់បងហ៊ុយនិងឲ្យ shout ទៅ team ការងាររបស់ពួកគាត់ដែលនឹងឲ្យស្គាល់គាត់តាមរយៈបងបញ្ញាអញ្ចឹងជាទូទៅការងាររបស់ខ្ញុំបើនេះថាខ្ញុំមកនិយាយបកស្រាយនេះគឺតាក់ទងជាមួយនឹង art direction ឬក៏ការងាររបស់ art director ផ្ទាល់អញ្ចឹងពេលដែលខ្ញុំទៅ scout ទីតាំងជាក់ស្ដែង block shot អីមួយចំនួនហើយខ្ញុំក៏ចាប់ផ្ដើមប្រជុំការងារជាមួយនឹងក្រុម prop ដែលថា prop master បន្ទាប់មកនេះគឺខ្ញុំមកយករូបសំណាកហនុមានខាងក្រុមហ៊ុនហនុមានផ្ទាល់ហើយបន្ទាប់មកក៏រៀបចំឲ្យបាន prop របស់យើងហើយមិញក្នុងឡានហ្នឹងក៏ខ្ញុំអង្គុយប្រជុំជាមួយនឹងក្រុមការងារដែរមុនយើងមកថតហើយអញ្ចឹងក៏បាន check up ការងារអីហើយក៏ព្រលឹមឡើងរៀបចំឲ្យបាននេះពេញឡានហ្មងទាំងមុខទាំងក្រោយឆ្មាមកលាទៀតហើយក៏ធ្វើដំណើរម្នាក់ឯងហ្មងប្រសាអីវ៉ាន់ច្រើនអីវ៉ាន់ដែលខ្ញុំត្រូវរ៉ាប់រងហ្នឹងវាគួរសមស្ទើរវ៉ាន់ដេកអញ្ចឹងខ្ញុំប្រម៉ូទិញផងយកពីផ្ទះទៅផងហើយក៏ធ្វើដំណើរមកតាមផ្លូវយើងរកអីញ៉ាំបដាហើយបងក៏ទៅដល់មុនហើយគាត់ថាគាត់ចេញពីព្រឹកហើយខ្ញុំទៅថ្ងៃតិចក៏ហ្នឹងហើយបញ្ជាក់ពេលធ្វើដំណើរអញ្ចឹងវាម្នាក់ឯងវា stress ដែរអញ្ចឹងខ្ញុំឈប់ពុតដៃពុតជើងបន្តិចអញ្ចឹងទៅបន្តនិយាយមួយក្រុមការងារហើយក៏មកដល់កំពង់ត្រាចតែម្ដងអញ្ចឹងពេលដល់ឃើញស្ថានភាពផ្លូវនេះអត់ស្រួលទេអញ្ចឹងខ្ញុំយកឡានមកនេះក៏និយាយថងទៅអាណិតឡានដែរព្រោះជាក់ស្ដែងយើងផ្លូវចាស់បានទៅ off road ជិះម៉ូតូជិះអីដែលទៅពេលឡានយើងយ៉ាងទៀបដែរអញ្ចឹងវាមានបញ្ហាមួយចំនួនដូចកន្លែងនេះយើងកោសឡានបន្តិចចឹងទៅតែផុតពីផ្លូវនឹងហើយក៏យើងធ្វើដំណើរមករហូតជួបបងប្អូនតាមភូមិអញ្ចឹងប៉ុន្តែមកដល់ចដល់ទីតាំងរបស់យើងហ្នឹងគឺជាវាលដែលស្រឡះហ្មងអញ្ចឹងយើងកន្លែងទៅស្ដាំដៃយើងឃើញភ្នំដល់ពេលយើងបាត់មកឆ្វេងគឺមកដល់ផ្ទះរបស់យើងអញ្ចឹងមកកន្លែងចតឲ្យស្រួលអីហើយខ្ញុំដូរស្បែកជើងក៏ខ្ញុំចុះទៅជួបបងដែលគាត់មកពីព្រឹកនោះគាត់បានរៀបចំដូចជា workstation workshop របស់គាត់អញ្ចឹងណានៅមុខផ្ទះរបស់អ៊ំប្រុសអ៊ំស្រីហ្នឹងហើយក៏ជួបភាសាសនាមួយពួកគាត់ទាំងម្ចាស់ផ្ទះក៏ដូចជាបងពូដែលគាត់មកជួយរៀបចំការងារប្រពៃជាក់ស្ដែងធីមរបស់យើងវាចូល6 7 នាក់ហើយឡានក៏បែកកង់ out of nowhere ជាងពួកគាត់ធ្វើការដូរកង់អីខ្ញុំក៏ check មកមើលអីផ្សេងតែឥឡូវខ្វះខាតអីធ្វើដល់ណានេះក៏ពួកគាត់រៀបចំធ្វើក្រែអញ្ចឹងដោយសារសាច់រឿងរបស់យើងនេះគឺវាតាក់ទងជាមួយនឹង concept បុរាណយើងគួរសមអញ្ចឹងយើងអាចរកជួលបានទេអញ្ចឹងក៏សម្រេចថាធ្វើជា handmade ទាំងអស់អញ្ចឹងជា DIY project អញ្ចឹងខ្ញុំអត់បានធ្វើអីច្រើនទេនិយាយទៅការងាររបស់ខ្ញុំគាត់ជួយមើលគាត់ណែនោះតែបើសួរខ្ញុំជួយអីវាមិនមែនជាជំនាញព្រោះនេះហៅថាជំនាញរោងជាងអីចឹងខ្ញុំទុកការងារហ្នឹងឲ្យពួកគាត់ជាអ្នករៀបចំធ្វើអញ្ចឹងទៅហើយការងារខ្ញុំគឺ specialty ទៅលើ decor ហើយជួយរៀបអីបានខ្លះចឹងជាកន្លះបាយអ្នកពួកបងពេលគាត់ហត់អញ្ចឹងនេះយើងបានចេញពីបន្ទប់ដែលយើងបានន័យថាយើងសន្មតថាវាជាបន្ទប់របស់តួប្រុសអញ្ចឹងពេលដែល
clear បានហើយខ្លះខ្ញុំក៏ចាប់ដើមរៀបចំបដាចឹងទៅហើយបន្ទាប់មកយើងល្ងាចតិចតន់មិននៅភ្លឺយើងក៏មកមើលនៅកន្លែងបឹងដោយសារប្លង់នេះបើអ្នកនរគឺឃើញ MV គឺស៊ូលីពេងគាត់ឈរ lip sync ហើយរកកន្លែងដែលគាត់ថាកន្លែងណាជ្រៅរាក់មិនដើម្បីឲ្យតួគាត់ចុះទៅមានសុវត្ថិភាពចឹងតែច្រឡោះតែអីចឹងបន្ទាប់មកក៏ dinner ជាមួយបងហើយក៏រៀបចំឡែកគេហើយអត់មាន VIP ទេអ្នកនរគឺឲ្យអ៊ំប្រុសស្អីគាត់រៀបចំឲ្យយើងជូនលុយគាត់តាមហ្នឹងចឹងណាហើយបងបញ្ញានេះក៏ដេកភ្ញាក់ឡើងព្រលឹមហ្នឹងគឺដាច់រឹង1-0រៀបចំកន្លែងគេងហើយយើងចាប់ដើមទៅរកអាស័យដោយសារយើងខ្វះអាស័យខ្ញុំក៏មកមួយពួកគាត់ដែរជាការថតខ្លះចឹងទៅហើយក៏និយាយចឹងមកជួយយើងកន្លងបាយតែបើខ្ញុំឡើងទៅកាប់អាស័យហ្នឹងខ្ញុំអត់ចេះទេចឹងមកជួយយើងកម្លាំងចិត្តសម្រាប់ពួកគាត់មើលការងារកន្លងខ្ញុំដឹងតែខ្វះខាតអីខ្ញុំអាច inform ទៅគាត់ព្រោះការងារយើងជា director យើងមិនទៅធ្វើទាំងអស់ទេបានន័យថាយើងមើលចន្លោះប្រហោងក៏ដូចជាយើងត្រូវការអីដើម្បីឲ្យពួកគាត់ពេលដែលយើងប្រាប់គាត់ថាយើងត្រូវការអីគាត់រកនឹងឲ្យយើងដូចជាអូខេខ្វះស្អីឬក៏ខ្វះឧបករណ៍ខ្វះអីផ្សេងហើយក៏ពួកគាត់វាស់វែងកាត់ឲ្យតាមនឹងហើយក៏មកសម្រាប់កាហ្វេបន្តិចដោយសារហត់ដែរព្រលឹមឡើងភ្លៀងហើយអៀចនឹងហើយជិះមកទាំងភ្លៀងនឹងអីឃើញជិះឡានធំមកមួយពួកគាត់ហ្នឹងហើយខ្សែយប់មិញខ្ញុំទុកឡាននៅខាងផ្ទះបងប្អូនស្រីហ្នឹងខ្ញុំក៏ទៅយកឡានមកវិញដើម្បីនឹងហើយកុំឲ្យទុកនៅផ្ទះគាត់យូរហើយបន្ទាប់មកយើងក៏មើលការងារបន្តអញ្ចឹងហើយការងាររបស់ខ្ញុំគឺខ្ញុំ take note carefully មែនតើព្រោះខ្ញុំខ្លាចថាវាបាត់ព័ត៌មានណាមួយទាក់ទងជាមួយនឹងការងាររបស់យើងជាពិសេសពីម៉ាស៊ីនទៅម៉ាស៊ីនមានអីខ្លះដាក់អីខ្លះខ្វះខាតអីត្រូវសកួរអីគឺខ្ញុំត្រូវ detail មកទាំងអស់ក្នុង note របស់ខ្ញុំទាំង iPad ក៏ដូចជាការសរសេរជាដៃដែរអញ្ចឹងយើងមាន monologue ផង digital ផងហើយនេះអ៊ំស្រីគាត់ឃើញពស់អញ្ចឹងគាត់ក៏ជួយវាយអញ្ចឹងណាហើយល្អដែរបើសិនគាត់អត់ប្រាប់អត់ដឹងទេហើយគាត់មកញិចពងវាបែកហ្មងហើយក្នុងពងនេះសុទ្ធពស់នេះគឺវានៅរស់នៅហ្នឹងហើយអញ្ចឹងគាត់យើងនិយាយភាសាគាត់ស្ដាប់នេះគឺសម្រាប់វាចោលហ្មងបើសិនជាຕົកទៅវាអាចប៉ះពាល់ដល់ក្រុមការងារដែលមកថតស្អែកជាក់ស្ដែងអញ្ចឹងហ្នឹងហើយយើងអាចຕົកវាបានទេជាស្រ័យវាជាសារសេរពឹសហើយកន្លែងចេះខែភ្លៀងចឹងផងវាហ្នឹងហើយងាយរងនឹងគ្រោះថ្នាក់មែនតើទោះជាវាទូចក៏ដោយហើយបើຕົកទៅមិនសួរមេវាអាចមករកទៀតអញ្ចឹងយើងមានតែ rest in peace សម្រាប់កូនពស់ទាំងពីរនេះតែហើយខ្ញុំក៏មកបន្តរៀប decor សម្រាប់បន្ទប់តួប្រុសអញ្ចឹងយើងរៀបបានប៉ុណ្ណេះសិនខ្ញុំតែជាមួយនឹង iPad របស់ខ្ញុំដាក់មួយ computer ដើម្បី in out អីផ្សេងអញ្ចឹង HDMI សម្រាប់ display ជាបន្ទប់តួប្រុសបាច់អ្នកនៅពេញហើយយើងក៏រៀបចំកណ្ដាប់អីផ្សេងនេះគឺធ្វើដូចជាជំនាន់បុរាណដែលនឹងឲ្យធម្មតាផ្ទះនៅភូមិស្រុកយើងត្រូវការរបស់ដាក់វាណែនឲ្យវាមើលមកដូចជាកន្លែងដែលជាជំរុកអីមួយអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងធ្វើក្រែហើយទាំងមួយទាំងពីរនេះក៏យើងទៅយកមកបន្ទាប់មកក៏រកបានផលិតចង់នេះប៉ុន្តែវាអត់ដូចអីដែលយើងគិតទេព្រោះថាវាជាខែមួយដែលពិបាករកហើយយើងជិះទៅដល់ឆ្ងាយទេវាកាន់តែពិបាកដែរអញ្ចឹងដល់ថ្ងៃទី2នៃការ set up បានណា pre production របស់យើងនេះយកឡើងក៏យើងនៅតែមកតេស្តទៀតប៉ុន្តែយើងបានសម្រាប់មកតែលើដោយសារយើងត្រូវរើយបានរបស់យើងហើយនឹងក្រុមការងារក៏បានមកដល់ហើយក្រុមការងារតួថតdirector ផ្សេងៗក៏គាត់មកពីព្រលឹមថ្ងៃទី3អញ្ចឹងណាសម្រាប់ការងារមួយនេះអានេះខ្ញុំនិយាយសរុបពី pre production រហូតដល់ថ្ងៃថតអញ្ចឹងដល់ថ្ងៃថតទី1នេះយើងក៏ចាប់ដើមដោយសារសេះមានបញ្ហាយើងរកសេះធំអត់បានអញ្ចឹងក៏ឃើញកាត់វាស់វែងយ៉ាងម៉េចហ្នឹងគឺយើងឆ្នៃធ្វើជាកៅអីសម្រាប់អង្គុយតែជាក់ស្ដែងវា fail អញ្ចឹងខ្ញុំក៏ព្យាយាមមក finalize ការងារនៅផ្ទះនេះសិនហើយបន្ទាប់មកក៏ទៅរកសេះបន្តហើយនេះគឺធ្វើសម្រាប់យើងកាប់ដាវហើយនឹងអ្នកយកផលិតមកអញ្ចឹងសម្រាប់ដាក់ជាមួយទូកស៊ូលីពេងគាត់ច្រៀង lip sync អញ្ចឹងខ្ញុំក៏ជិះទៅរកសេះនឹងតាក់ទងនឹងសេះថ្មីហើយក៏ជិះមើលនៅជុំវិញហ្នឹងគឺគ្មានអីទេណាគឺ wheel ឆ្លាស់ស្រែធំភ្នំហើយតោះមកយើងយកសេះធំមកបានគឺអរគុណដល់ពួកគាត់មែនតើពួកគាត់ជួយសម្រួលអញ្ចឹងតោះខ្ញុំទៅនិយាយព្រោះសារបងនិយាយអត់បានទេអញ្ចឹងបានសេះធំនេះមកពូម្ចាស់ដែលជាអ្នកមើលថែទាំសេះនេះគាត់បានបង្ខំឲ្យខ្ញុំជិះថាខ្ញុំអត់ចង់ជិះទេនិយាយទៅប៉ុន្តែយកគាត់ថាបើគាត់បង្ខំហើយឥឡូវកុំឲ្យបកកាយគាត់ច្រើនហើយខ្ញុំក៏ចង់ដឹងដែរថាវាជិះនេះវាស្រួលប្រហែលមិនដើម្បីយើងស្រួលប្រាប់តួដែរហ្នឹងហើយក៏គាត់ប្រាប់ពីវិធីអញ្ចឹងឥឡូវចេះជិះសេះមកតង់ទៀតហើយហ្នឹងហើយល្អមែនតើបបិសោតមួយនេះនិយាយទៅរៀនបានច្រើនសម្រាប់បបិសោតនេះព្រោះសារអាចថាវាជា set មួយដែលធំសម្រាប់ខ្ញុំដែរអញ្ចឹងប្រៀបធៀបជាមួយនឹងការងារផ្សេងក្នុងឆ្នាំ2025នេះ
ហើយអាហ្នឹងឯងស៊ូលីផេងគាត់បានមកក៏ដល់ប្លង់គាត់លីបស៊ីនមានក្រុមការងារច្រើនណាស់អ្នកអត់ឃើញនេះខ្ញុំថតបែបតិចទេតែចាក់ស្ដែងបើយើងមើលពីក្រោយខ្នងខ្ញុំឯនឹងនៅជុំខ្លួនខ្ញុំវិញគឺមិនក្រោម30នាក់អ្នកនរគ្នាហើយនេះយើងគិតថាអ្នកនៅតាមទីតាំងនេះប៉ុន្តែអ្នកមានអ្នក stand by នៅផ្ទះនេះឃើញទេមានលើកតង់លើអីហើយបាយថ្ងៃហើយខ្ញុំក៏ត្រឡប់មកដល់ទីតាំងរបស់ផ្ទះយើងវិញព្រោះនៅជាប់គ្នានេះតែដើរប្រហែលជា10នាទីដល់ហើយពីវាស្រែរហូតមកផ្ទះហ្នឹងហើយខ្ញុំក៏រៀបចំដេកបន្តអញ្ចឹងទៅហើយក្រុមការងារគាត់បានធ្វើ set ចាប់ទីតាំងហើយគាត់មកថតបន្តនៅនេះហើយ DP របស់យើងគឺយេបាទហើយបន្ទាប់មកល្ងាចឡើងក៏ខ្ញុំជិះទៅ scout បន្ថែមទៀតជាមួយនឹង Mondi ព្រោះសារ director គាត់មាន mood ដែលចង់ដូរអីផ្សេងៗទៀតអញ្ចឹងហើយយើងមើលមានបញ្ហាអីអត់អាច set up ឲ្យបានអត់ហើយបន្ទាប់មកយប់ឡើងក៏ស៊ីនពេលយប់តែតោះជាមួយនឹងតួប្រុសគាត់ធ្វើបោះគោមអីចឹងហើយក៏យើងត្រឡប់មកវិញចប់ថ្ងៃទី1សម្រាប់ការថតលំឡើងងើបមកម៉ោង4ម៉ោង5ភ្លឺទៀតយកឲ្យវាយវ៉ាន់ទៅរៀបចំទាំងទៀបភ្លឺដើម្បីយកប្លង់ថ្ងៃរះហ្នឹងហើយខ្ញុំកាន់តែខេកាន់អីទៅហើយហ្នឹងហើយព្រោះប្លង់តែខេសំខាន់ណាជាហាញពីអត្តសញ្ញាណរបស់យើងហើយលួច insert ហើយបន្ទាប់មកហ្នឹងហើយក៏ដល់ប្លង់ដែលកាប់ដែរក៏ដល់ប្លង់កាប់ដែរដែលខ្ញុំនិយាយមុនហ្នឹងគឺនេះថតលើកទី1 fail ទាញមកវាទាញមកតែខ្សែទេអញ្ចឹងតើធ្វើត្រូវទៅក៏អត់ធ្លាក់មកទាំងអស់ដែរអញ្ចឹងក៏បន្តរហូតដល់ពេលយប់បាយល្ងាចហើយនេះយើងនៅថតបន្ថយប្លង់ពេលយប់នៅផ្ទះដែលយើងឆ្នៃធ្វើជាកន្លែងគាត់លេងល្បាំអីចឹងណាហើយពេលចប់ហើយយើងក៏រៀបចំផ្ទះគាត់ឲ្យស្អាតយើងមករៀបចំនៅលអាងម្ដងដែលជាប្លង់យ៉ាងក្រោយរបស់យើងហើយយើងមាន snack ពេលយប់ទៀតអរគុណដល់ production មែនតើ Shiny shout out ទៅគាត់ដែលគាត់បានរៀបចំបាយទឹកក្រុមការងារបានដល់ហើយក៏ខ្ញុំមករៀបប្រហើយដើម្បីមកប្រមូលបានប្រហើយដូចគ្នាដែរដើម្បី clear ចេញពីផ្ទះគាត់ក្នុងយប់ហ្នឹងហ្មងដើម្បីស្អែកឡើងយើងភ្ញាក់ពីហូតែលហើយយើងទៅហ្មងអញ្ចឹងប្លង់ចុងក្រោយហ្នឹងគឺ base ពាក្យច្រើនទៅលើ lip sync ហើយនឹងតួ extra យើងមកចំនួនដែរមានប្លង់เพลงគាត់ឈរជាងក្នុងទឹកមួយតួ extra ហើយមានបប៉ោមានអីហ្នឹងគឺយើងឆ្នៃពីប្រហែលថ្ងៃមុនហ្នឹងគឺឆ្នៃដើម្បីដាក់ឲ្យវានេះឲ្យវាដែរហ្នឹងហើយខ្ញុំមុនហ្នឹងគឺឃើញល្អិលធ្លាក់ទឹកសើមួយវាយបានអត់ប៉ុន្តែអត់មានបញ្ហាទេព្រោះដំបូងខ្ញុំគិតថាខ្ញុំអត់ចង់ចូលទេខ្ញុំគ្រាន់តែលោអញ្ចឹងដើម្បីជួយសម្រួលតែដល់ពេលឲ្យជ្រុលសើមកហើយក៏ជំនួសទៅជួយរៀបចំការងាររបស់គាត់ជាងទៅហើយក៏យើង wrap up production យើងខ្ញុំគេងដើមមកយកបងគាត់មកម៉ោង3ម៉ោង4ភ្លឺតែខ្ញុំមិនសាក់បាក់ខ្លាំងពេកនិយាយទៅវាថតច្រើនថ្ងៃដែរអូខេក៏ចប់ត្រឹមហ្នឹងអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូមួយនេះសង្ឃឹមថាយើងជួបគ្នានៅ content ក្រោយៗទៀតទាក់ទងជាមួយនឹងការធ្វើការងារជា art director របស់ខ្ញុំបាទអរគុណច្រើនទាំងអស់គ្នាជម្រាបលាបាយបាយ